ខ្ញុំឈឺសារ៉ាន់គឺទូរទីអភិបាលរងហើយទូទុកក្នុងការរៀបចំដំណាប់ធ្នាប់សារពួកកន្លែងយើងនេះហើយគណៈកម្មការយើងនេះគឺបានប្រជុំច្រើនដងណាស់ជាមួយនឹងម្ចាស់វិនិយោគនេះប៉ុន្តែភាគច្រើនគាត់ស្ដាប់យើងទេអាយដាមភីធុកាលពីថ្ងៃទី26ខែ3ក៏បានប្រជុំម្ដងជាមួយហើយក៏បានឯកភាពគ្នាយើងធ្វើតាមការណែនាំរបស់អាយដាមអាម៉ាខេតក៏មាន3ចំណុចដែលសំខាន់នោះគឺរៀបចំធ្វើម៉េចឲ្យសារនោះខាងលិចខ្លោងទ្វាគឺអត់មានលក់អីវ៉ាន់ទេគឺឲ្យតែសម្រាប់ដាក់យកពីស៊ីផ្សារទេប៉ុន្តែគាត់លក់ហើយអាជ្ញាធរប្រាប់ជាច្រើនដងហើយក៏អត់ស្ដាប់ទេហើយដោយឡែកអ្វីដែលយើងរើរោងនេះគឺតាមការឯកភាពរបស់អាយដាមហ៊ីធុហើយម្យ៉ាងទៀតអ្នកលក់ចេកជីនេះគាត់អត់មានឈ្មោះនៅក្នុងអរិញបញ្ជីនៃផ្សារដែល10តូបនោះទេអ្នកលក់ចេកជីនេះគឺមានឈ្មោះតែអឿនស្រីនាងទេហើយអឿនស្រីនាងនេះគាត់លក់នោះតាំងពីកាលពីអាយដាមហ៊ីធុមកដែរគាត់ថាលក់នៅតំណឹងហើយប៉ុន្តែក្រោយមកត្រឹមតែមានទេមុំសែងរូបរោងអឿនស្រីនាងនឹងចេញដាក់យាយលុញរនដែលលក់ចេកជីហ្នឹងចឹងហើយបានឲ្យអាជ្ញាធរមិនមែនសុកមករើរបស់គាត់ទេគឺយើងបានជូនដំណឹងមកដល់គាត់តាំងពីថ្ងៃទី4ឲ្យគាត់រុះរើបើគាត់មិនរុះរើអាជ្ញាធររុះរើអញ្ចឹងពីថ្ងៃទី4មកនេះថ្ងៃទី12វារយៈពេល8ថ្ងៃអញ្ចឹងទេយើងទុកពេលវេលាឲ្យយូរណាស់សម្រាប់គាត់តាមពិតកាលពេលវេលាដែលឲ្យគាត់រើហ្នឹងគឺរយៈពេលតែត្រឹមថ្ងៃទី6ទេអញ្ចឹងរហូតដល់ពេលនេះគឺយើងរយៈពេល6ថ្ងៃដែរគឺគាត់អត់ព្រមរើអញ្ចឹងមានអាជ្ញាធរចាប់ដើមរើអញ្ចឹងទេកុំឲ្យបងប្អូនប្រជាពលរដ្ឋយល់ថាអូអាជ្ញាធរនេះធ្វើនេះវាព្រៃផ្សៃវាខូខើអត់ទេយើងសិតតែជូនដំណឹងហើយបើជូនដំណឹងតាមពិតយើងអត់ចង់ធ្វើទេអារឿងធွာក្តៅនេះអត់ចង់ធ្វើទេទាំងកម្លាំង PM ក្តីកម្លាំងប៉ូលីសក្តីយើងអត់ចង់ធ្វើយើងហៅគាត់ទៅសម្របរួចច្រើនដងណាប៉ុន្តែគាត់អត់ស្ដាប់សំខាន់គាត់អត់ស្ដាប់អាជ្ញាធររបស់អាជ្ញាធរវល់គាត់ទៀតវល់ថាព្រមសហការជាមួយគាត់ក្នុងការរៀបចំសន្តិសុខគណៈភ្នំដើម្បីឲ្យស្រួលគាត់ក្នុងការយកភាសាសូមតាតូបនឹងដាក់ចូលវិញអត់ព្រមអញ្ចឹងទេភាពវិន័យរបស់គាត់នឹងអាជ្ញាធរទទួលយកប្រមាណបាទខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ